នេតិផលប្រយោជន៍នៃព្រះធម៌កម្មវិធីនេះបង្កើតឡើងដោយក្រុមព្រះសង្ឃទឹកចិត្តសាមណៈដើម្បីធ្វើការផ្សព្វផ្សាយព្រះធម៌សម្រាប់មនុស្សទូទៅឲ្យបានយល់ដឹងអំពីសច្ចភាពនៃអរិយសច្ចៈ4ប្រការដោយមានវត្ថុបំណង3យ៉ាងគឺ 1. លើកកម្ពស់ការបដិបត្តិវិបស្សនា 2. លើកស្ទួយសិលធម៌សង្គម 3. ការបណ្ដុះនៅបញ្ញាកម្មវិធីផលប្រយោជន៍នៃព្រះធម៌ធ្វើការផ្សាយចេញពីស្ថានីយ៍វិទ្យុ Solida FM 108 MHz នៅរាជធានីភ្នំពេញដោយផ្សាយចេញជារៀងរាល់ថ្ងៃចាប់ពីវេលាម៉ោង 6 ល្ងាចដល់ម៉ោង 7 យប់ជាបឋមខ្ញុំបកណាខ្ញុំបាទម៉ៅវាសនាសូមលំអោនកាយក្រាបថ្វាយបង្គំចំពោះព្រះរតនត្រ័យទាំង3មានព្រះពុទ្ធព្រះធម៌និងព្រះសង្ឃដោយសេចក្តីគោរពនិងជ្រះថ្លានិងសូមគោរពថ្វាយបង្គំចំពោះសម្ដេចព្រះសង្ឃរាជទាំងពីរគណៈនិងព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមជម្រាបសួរបងប្អូនប្រិយមិត្តគ្រប់ស្រទាប់វណ្ណៈគ្រប់ទីកន្លែងទាំងអស់ដែលកំពុងតាមដានស្ដាប់នៅកម្មវិធីផលប្រយោជន៍នៃពធដែលផ្សាយចេញពីស្ថានីយ៍វិទ្យុ Solida 108 MHz Soft FM ជារៀងរាល់ថ្ងៃចាប់ពីវេលាម៉ោង 6 ដល់ម៉ោង 7 យប់ដែលមានវត្តមានខ្ញុំបកណាខ្ញុំបាទជាអ្នកសម្របសម្រួលកម្មវិធីនិងមានវត្តមានរបស់បដិជគុណម្ចាស់ចំនួន2ព្រះអង្គទី1គឺបដិជគុណម្ចាស់វត្តធម្មោសេងវុធីនិងបដិជគុណអវិខេប៉ោខមនលឿមនៅក្នុងថ្ងៃនេះផងដែរគុណម្ចាស់ទាំងពីរព្រះអង្គនឹងលើកយកប្រធានបទសិលដែលជាបញ្ញកិរិយាវត្ថុទី2មកសម្ដែងជាបន្តទៅទៀតហើយលោកនឹងមានបញ្ហាមួយចំនួនដែលត្រូវដោះស្រាយបន្តកាលពីរាត្រីម្សិលមិញនោះដូច្នេះបើបកណាគុណម្ចាស់ញាតិញោមបងប្អូនប្រិយមិត្តមានមតិយោបល់សំណួរទៅលើប្រធានបទឬក៏តាក់ទងទៅនឹងបញ្ហារស់នៅប្រចាំថ្ងៃចូលរួមចង់ចូលរួមសូមហៅមកកាន់លេខទូរស័ព្ទដែលមាន3ខ្សែគឺខ្សែទី1 099 998 108ខ្សែទី2 023 67 98 108និងខ្សែទី3 010 221និង108ហើយជាបន្តទៅនេះខ្ញុំបកណាសូមប្រកេនជូននាទីនេះដល់គុណម្ចាស់វត្តធម្មោសេងវុធីដើម្បីឲ្យព្រះអង្គមានចំណាប់អារម្មណ៍លើកម្មវិធីរបស់យើងសូមនិមន្តខ្ញុំបករណាសូមធ្វើបទនមស្ការរំលឹកនឹកគុណទៅដល់ព្រះរតនត្រ័យទាំង3មានព្រះពុទ្ធព្រះធម៌និងព្រះសង្ឃដោយសេចក្តីគោរពនិងសូមនមស្ការគោរពចំពោះសម្ដេចព្រះសង្ឃរាជទាំងពីរគណៈដោយសេចក្តីគោរពក៏សូមនមស្ការចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងសូមចម្រើនពរញាតិញោមជាពុទ្ធបរិស័ទនិងញាតិមិត្តបងប្អូនទាំងអស់ជាដំបូងនេះដែលអាត្មាភាពមានតួនាទីនៅក្នុងការចំណាប់អារម្មណ៍ទៅលើវិធានបទរបស់អាត្មាភាពពីអ្នកលោកបងខឹមប៊ុនលឿមដែលយើងលើកយកអំពីបញ្ហាសិលនៅក្នុងបញ្ញកិរិយាវត្ថុទាំង10យកមកជជែកវែកញែកបញ្យលបកស្រាយជូនញាតិញោមជាទីសន្តាប់នៅក្នុងថ្ងៃទី2គឺយើងពីម្សិលមិញក៏យើងនិយាយអំពីសិលនេះដែរអញ្ចឹងថ្ងៃនេះយើងនឹងបន្តវិធានបទយើងទៅមុខទៀតពីម្សិលមិញរូបខ្ញុំបកណាអាត្មាភាពបានសម្ដែងអំពីសិលនិងរបៀបនៃការកាត់ឡើងនៃសិលគឺវិរតិ3យ៉ាងចំណែកនៅក្នុងថ្ងៃនេះដែរអាត្មាភាពនឹងផ្ដោតសំខាន់ទៅលើបញ្ហាសិលធម៌សង្គមដែលជាគោលបំណងទី2នៃការបង្កើតកម្មវិធីផលប្រយោជន៍ព្រះធម៌នេះឡើងដែលបង្កើតដោយក្រុមព្រះសង្ឃទឹកចិត្តសាមណៈក្នុងគោលបំណងទី1នោះគឺការលើកកម្ពស់ការបដិបត្តិវិបស្សនាទី2គឺលើកស្ទួយសិលធម៌សង្គមនិងទី3គឺការបណ្ដុះនូវបញ្ញាអញ្ចឹងបញ្ហាប្រធានបទនៃសិលរបស់យើងគឺចូលនៅក្នុងគោលបំណងទី2នៃការបង្កើតកម្មវិធីរបស់ក្រុមខ្ញុំកណាអាត្មាភាពឡើងគឺការលើកស្ទួយនៅសិលធម៌សង្គមចំពោះរបៀបនៃការបណ្ដុះឬក៏ការលើកស្ទួយនៅសិលធម៌សង្គមនេះក្រុមរបស់ខ្ញុំកណាឬក៏រូបអាត្មាភាពផ្ទាល់មាន3ចំណុចដែលត្រូវលើកយកមកសម្ដែងលើកយកមកបញ្យលនិងប្រាប់ទៅដល់យុវជនបងប្អូនទាំងអស់នៅក្នុងសង្គមឲ្យបងចូលចិត្តទុកដាក់នៅបញ្ហាសិលធម៌សង្គមនេះឲ្យមែនតែន3ចំណុចនោះដែរគឺចំណុចទី1ដែលយើងអាចទៅធ្វើឬក៏កែប្រែ
លើកស្ទួយនៅសិទ្ធិធម៌សង្គមយើងបានចាំបាច់ណាស់ក្រុមរបស់ខ្ញុំកណាក្រុមរបស់អាត្មាភាពត្រូវតែមានភាពជាគំរូជាចាំបាច់ដែលយើងបដិបត្តិតាមនៅពុទ្ធភាសិតដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ទុកឲ្យយើងមកគឺថាបើសិនជាយើងចង់ទូមានព្រានប្រដៅគេយ៉ាងណាយើងក៏ទូមានព្រានប្រដៅខ្លួនឯងយ៉ាងនោះសុភាសិតមួយឃ្លានេះសុភាសិតមួយម៉ាត់នេះបង្ហាញឲ្យមនុស្សទាំងអស់ត្រូវតែមានភាពជាគំរូនៅក្នុងការងារឬក៏ធ្វើអ្វីទាំងអស់ឧទាហរណ៍នៅក្នុងក្រុមគ្រួសារបើសិនជាឪពុកម្ដាយពួកគាត់ជាអ្នកលេងល្បែងពួកគាត់ជាអ្នកផឹកនៅទឹកស្រវឹងពួកគាត់ជាអ្នកដើរលួចប្លន់ជាដើមប៉ុន្តែនៅពេលដែលគាត់មានកូនមកគាត់បែរទៅជាហាមកូនថាកូនណាកូនឯងកុំផឹកកូនឯងកុំជក់កូនឯងកុំលេងថាតើកូននោះអាចនឹងធ្វើតាមឪពុកម្ដាយដែរឬអត់បើសិនជាកូននោះជាកូនល្អយល់ថាអូឪពុករបស់ម្ដាយអញធ្វើការងារនេះដោយបង្ខំចិត្តអ្វីជាដើមវាអាចនឹងយកទឹកចិត្តរបស់គាត់ហើយវាចាក់នៅរឿងអបាយមុខទាំងនោះប៉ុន្តែបើសិនជាកូននោះគាត់បែរទៅជាមើងងាយឪពុកម្ដាយរបស់គាត់ដោយគាត់មានអកុសលច្រើនថាទេពុកហើយម៉ែជាអ្នកលេងល្បែងសោះជាអ្នកផឹកស្រាសោះបែរជាមកទូមានព្រានប្រដៅអញមិនឲ្យលេងល្បែងមិនឲ្យលេងស្រាតាអញធ្វើមិនកើតហើយម្យ៉ាងទៀតផឹកលេងយ៉ាងទៅក៏វាសប្បាយដែរកុំអីល្អជាងដូច្នេះកូនរបស់យើងឬក៏នរណាក៏ដោយបើសិនជាយើងគ្មានភាពជាគំរូនៅក្នុងខ្លួនទេហើយយើងចង់ទូមានយើងចង់ប្រាប់គេយើងចង់បង្ហាញគេដែលពាក្យខ្មែរយើងថាទឹកមាត់របស់យើងអត់ប្រៃទេយើងអត់មានទឹកមាត់នៅក្នុងការនិយាយរឿងនឹងទេដូច្នេះសំខាន់ខ្លាំងណាស់ត្រូវតែមានភាពជាគំរូជាចាំបាច់ដូច្នេះក្រុមរបស់ខ្ញុំកណាក៏ដូចគ្នាដែរគឺយើងត្រូវមានភាពជាគំរូគឺយើងព្យាយាមបដិបត្តិធម៌តាមការពិចារណាតាមសេចក្តីយល់ដឹងរបស់ពួកយើងជារៀងរាល់ថ្ងៃនេះបង្ហាញអំពីភាពជាគំរូយើងត្រូវតែដើរភាពជាគំរូមួយដើម្បីបង្ហាញអំពីគោលចំហដ៏រឹងមាំនៅក្នុងការលើកស្ទួយសីលធម៌ក្នុងសង្គមយើងឲ្យបានពិតប្រាកដមែនយើងមិនមែនធ្វើលេងឬក៏ជារឿងលេងសើចនោះទេមិនមែនជារឿងដេកយល់សពហើយក្រោកឡើងមកនិយាយនោះទេគឺជារឿងដែលបានគិតទុកនិងពិភាក្សាគ្នាបានយ៉ាងល្អិតល្អន់ថាតើយើងអាចធ្វើនៅរឿងនឹងបានដែរឬអត់នេះជាចំណុចទី1គឺយើងត្រូវមានភាពជាគំរូនៅក្នុងការបណ្ដោះសិលធម៌ទៅឲ្យសង្គមរបស់យើងចំណុចទី2គឺការបណ្ដោះនូវគុណធម៌ទៅឲ្យមនុស្សម្នាក់ៗនៅក្នុងសង្គមញាតិញោមប្រហែលជាឆ្ងល់ថាដេគុណនិយាយពាក្យថាលើកស្ទួយសិលធម៌ប៉ុន្តែមកដល់ចំណុចទី2នេះបែរទៅជានិយាយថាបណ្ដោះនូវគុណធម៌ទៅឲ្យមនុស្សម្នាក់ៗនៅក្នុងសង្គមចំពោះបញ្ហានេះដែរញាតិញោមត្រូវយល់អំពីពាក្យថាសិលធម៌គុណធម៌និងសុជីវធម៌អាត្មាផ្ដើមបញ្យល់ពាក្យទី1គឺពាក្យថាគុណធម៌គុណធម៌គឺជាអ្វីៗទាំងអស់ដែលជាធម៌ដោះជាប់នៅក្នុងដួងចិត្តរបស់យើងពាក្យថាធម៌គឺក្នុងទីនេះគឺសំដៅទៅយកទៅធម៌ល្អការសង្គ្រោះការអាណិតការស្រឡាញ់ការជួយយកអាសាការឈឺឆ្អាលរឿងរ៉ាវរបស់មនុស្សដទៃរបស់ជនដទៃដូច្នេះជាពិសេសគុណធម៌ដ៏ពិសេសមួយយ៉ាងរបស់មនុស្សនោះដែលព្រះសម្មាសម្ពុទ្ធក៏ទ្រង់សរសើរដែរគឺកតញ្ញូគឺជាឫសគល់នៃកុសលទាំងឡាយកតញ្ញូគឺជាមេបុណ្យដូចគ្នានេះដែរញាតិញោមទាំងឡាយកតញ្ញូគឺជាគុណធម៌របស់មនុស្សដ៏កំពូលសាកគិតទៅមើលសាកពិចារណាទៅមើលបើសិនជាមនុស្សម្នាក់គាត់គ្មានគុណធម៌ទេគាត់គ្មាននៅកតញ្ញូតាធម៌ទេហើយកតញ្ញូតាធម៌គឺជាធម៌ដែលយើងត្រូវធ្វើតបស្នងក៏ដូចជាបដិបត្តិចំពោះម្ដាយឪពុកនៅលើលោកយើងនេះដែលគេលើកសរសើរម្ដាយឪពុកគឺជាការស្រឡាញ់កូនគាត់ចិញ្ចឹមកូននិងស្រឡាញ់កូនដ៏ស្មោះសរចុះបើសិនជាមនុស្សម្នាក់ហ្នឹងកូនម្នាក់ហ្នឹងឥតមានកតញ្ញូតាធម៌ចំពោះម្ដាយឪពុកគាត់ផងចំពោះមនុស្សដែលគាត់រស់នៅស្និទ្ធស្នាលនឹងចិត្តដិតបំផុតតាំងតែពីគាត់កើតមកឃើញពន្លឺថ្ងៃបីបាច់ថែរក្សាគាត់តាំងពីតូចក្រូចឆ្មាររហូតដល់ធំប៉ុន្តែគាត់មិនដែលដឹងគុណគាត់មិនដែលស្រឡាញ់គាត់មិនដែលតបនៅរឿងរ៉ាវល្អក៏ដូចជាគុណសម្បត្តិក៏ដូចជាស្ដាប់ដំបូន្មានរបស់ឪពុកម្ដាយគាត់ទេដូច្នេះតែយើងទៅរកសេចក្តីល្អអ្វីផ្សេងពីបុគ្គលម្នាក់នោះបានបើសិនជាឪពុកម្ដាយគាត់មិនចេះស្រឡាញ់គាត់មិនចេះឲ្យតម្លៃនិងគាត់មិនចេះតបស្នងសងគុណផងហ្នឹងកតញ្ញូតាធម៌គ្មានផងហ្នឹងអញ្ចឹងយើងជាអ្នកដតីមនុស្សដតីទៀតថាតើយើងអាចនឹងសង្ឃឹមបានសេចក្តីល្អពីមនុស្សម្នាក់ហ្នឹងអត់ពិតជាមិនអាចទេពិតជាមិនអាចទេហើយមនុស្សទាំងអស់នៅពេលដែលយើងបណ្ដោះនៅគុណធម៌ទៅឲ្យគេបានហើយកុំភ័យថាមនុស្សទាំងអស់
គេមិនមានការទទួលខុសត្រូវចំពោះទង្វើដែលគេបានធ្វើព្រោះគុណធម៌នេះហើយវាត្រូវតែមានការទទួលខុសត្រូវចំពោះទង្វើដែលខ្លួនបានធ្វើជានិច្ចអញបានធ្វើខុសដូច្នេះការសារភាពកំហុសនោះហើយបង្ហាញអំពីមនុស្សដែលមានគុណធម៌នៅពេលដែលមនុស្សមានគុណធម៌ហើយសកម្មភាពរបស់មនុស្សដែលមានគុណធម៌នោះស្ដែងចេញមកដោយកាយដោយវាចាដែលញាតិញោមមើលហើយនិយាយថាជាទង្វើសិលធម៌ជាទង្វើមនុស្សធម៌នោះគឺចាំបាច់ណាស់ត្រូវតែផ្ដើមចេញអំពីបេះដូងដែលមានគុណធម៌គឺមានការស្រឡាញ់ការអាណិតអាសូរដល់អ្នកដទៃដ៏ពិតប្រាកដឥតមានភ្ជាប់ផលប្រយោជន៍តខ្លួនអ្វីមួយតតែសោះឥតមានការចង់បានតបស្នងការសរសើរការលើកគុណអ្វីផ្សេងឥតមានចង់បានតតែសោះសម្រាប់មនុស្សដែលមានគុណធម៌ជួយអ្នកដទៃដោយសុចចិត្តដោយសុចរិតអញ្ចឹងសិលធម៌គឺជាសកម្មភាពទង្វើដែលឆ្លើយចេញពីបុគ្គលដែលមានគុណធម៌នៅក្នុងដួងចិត្តដែលយើងឃើញដោយកាយនិងដោយវាចាពោលពាក្យសម្ដីផ្អែមល្ហែមបើយើងនិយាយឲ្យងាយស្រួលទៅគុណធម៌គឺយើងបណ្ដោះទៅឲ្យមនុស្សធំដើម្បីឲ្យមនុស្សដឹងក្តីនឹងមាននៅសិលធម៌ប៉ុន្តែពាក្យសុជីវធម៌បាននិយាយទៅគឺជាសិល្បៈនៃការរៀបចំសិល្បៈនៃការរៀបចំនេះឧទាហរណ៍ដូចជាញាតិញោមថាថ្ងៃនេះមានភ្ញៀវមកលេងហើយដូច្នេះត្រូវរៀបចំផ្ទះសម្បែងឲ្យស្អាតប៉ុន្តែបើសិនជាមិនមានភ្ញៀវមកលេងទេញាតិញោមអត់រៀបចំទេដូច្នេះវាជាសុជីវធម៌របស់ញោមគឺសិល្បៈនៃការរៀបចំត្រូវរៀបចំទុកដាក់ស្បែកជើងដាក់កន្លែងនេះចានឆ្នាំងទុកដាក់ស្រួបួររៀបចំកៅអីរៀបចំទឹកអីដើម្បីទទួលភ្ញៀវនេះគឺជាការរៀបចំប៉ុន្តែសុជីវធម៌នេះដែលយើងអាចយកមកប្រើជាការបានគឺយើងប្រើបណ្ដោះទៅឲ្យក្មេងៗទៅឲ្យកូនក្មេងតូចដែលគ្នាមិនទាន់ចេះគិតពិចារណាទៅរឿងធម៌ជ្រៅទៅរឿងរ៉ាវទស្សនៈផ្សេងនោះគឺយើងបង្រៀនវាណាញោមណាបង្រៀនថាកូននៅពេលដែលកូនឃើញមនុស្សចាស់ជាងកូនមនុស្សធំដែលមានវ័យធំជាងកូនច្រើនជាងកូនកូនត្រូវចេះលើកដៃសំពះកូនត្រូវចេះជម្រាបសួរកូនត្រូវចេះសួរថាតាទៅណាយាយទៅណានៅពេលដែលយើងបង្រៀនឲ្យក្មេងៗគេមានសុជីវធម៌និយាយពាក្យពិតនិយាយពាក្យពីរោះពិសាអញ្ចឹងទៅក្មេងបង្កើតបានជាទម្លាប់នៅកើតបានជាទម្លាប់ហើយវាក៏ទម្លាក់នៅសុជីវធម៌នោះទៅជាទម្លាប់នៅក្នុងចិត្តហើយក៏ដោះទៅជាគុណធម៌ក៏ដោះទៅជាសិលធម៌នោះឯងនេះហើយគឺជារឿងដែលអាត្មាភាពចង់លើកយកមករបៀបនៃការបណ្ដោះសិលធម៌ទៅឲ្យប្រជាជនរបស់យើងមាន2ចំណុចដែរចំណុចទី1ក្រុមរបស់អាត្មាភាពក៏ដូចជារដ្ឋអាត្មាភាពជាគំរូដើម្បីមានទឹកមាត់នៅក្នុងការនិយាយរឿងបញ្ហាសិលធម៌សង្គមនឹងទី2គឺបញ្ហានិយាយគឺការបណ្ដោះនៅគុណធម៌គឺការបណ្ដោះនៅមេរៀនឲ្យមនុស្សចេះគិតចេះពិចារណាចេះប្រើនៅធម្មសញ្ញារបស់គេពិចារណារករឿងខុសរករឿងត្រូវរករឿងមានប្រយោជន៍រករឿងឥតប្រយោជន៍ឲ្យគេមើលឃើញទង្វើរបស់គេកាលណាបើគេធ្វើទៅជាទង្វើដែលប្រកបដោយភាពអាត្មានិយមគេធ្វើទៅមានតែការសប្បាយដល់ខ្លួនគេប៉ុន្តែមនុស្សដែលនៅជុំវិញគេទទួលទុកទោសហូរទឹកភ្នែកយំសោកដោយសារទង្វើរបស់គេអញ្ចឹងនៅក្នុងនាមជាមនុស្សនៅពេលដែលអ្នកធ្វើទង្វើបែបនោះទៅអ្នកប្រកាសណាស់ថាសប្បាយអំពីទង្វើដែលអ្នកបានធ្វើទង្វើរបស់អ្នកវាសមប្រកបនៅចិត្តរបស់អ្នកដែលចង់បានប៉ុន្តែអ្នកនៅជុំវិញរបស់អ្នកបែរទៅជាក្តៅក្រហាយនៅទង្វើដែលអ្នកបានធ្វើទៅវិញអញ្ចឹងថាតើយើងអាចនឹងបន្តទង្វើនោះតទៅទៀតឬយ៉ាងណាដូច្នេះចូលអ្នកប្រើនៅមនោសញ្ចេតនាដែលអ្នកកើតមកជាមនុស្សមានការស្រឡាញ់មានការអាណិតមានការយល់ចិត្តចង់បាននៅសេចក្តីចម្រើនចង់បាននៅប្រយោជន៍យកមកពិចារណាផ្ទៀងផ្ទាត់នៅទង្វើរបស់អ្នកឲ្យអ្នករកឃើញនៅទង្វើមួយដែលត្រឹមត្រូវទង្វើមួយដែលជាប្រយោជន៍ដល់ខ្លួនអ្នកផងនិងអ្នកដទៃផងដល់សង្គមជាតិរបស់អ្នកផងនេះគឺជាបញ្ហាទី2បញ្ហាទី3ដែលអាត្មាភាពចង់លើកយកមកដើម្បីបណ្ដោះនៅសិលធម៌គុណធម៌ទៅឲ្យមនុស្សនៅក្នុងសង្គមរបស់យើងគឺការចូលរួមសូមកុំភ្លេចឲ្យសោះនៅពេលដែលអ្នកខ្លាយទៅជាមនុស្សមួយដ៏ល្អហើយប្រែខ្លាយទៅជាបុគ្គលម្នាក់ដែលមានសិលធម៌ផលហើយសូមអ្នកឬក៏មើលក្រឡេកមើលទៅរឿងរ៉ាវជាច្រើនដែលអ្នកមើលឃើញថាវាជារឿងរ៉ាវអសកម្មវាជារឿងរ៉ាវដែលអសិលធម៌ជាចំណែកមួយនៅក្នុងការបន្ថែមបញ្ហាទៅឲ្យសង្គមរបស់អ្នកដែលបំផ្លាញការរស់នៅសុខដុមរមនារបស់មនុស្សជាច្រើនសូមអ្នកចេញមករួបរวมសាមគ្គីជាកម្លាំងជាមួយអាត្មាក្តីជាមួយក្រុមដតីក្តីជាមួយមនុស្សដតីក្តីដើម្បីបានជាកម្លាំងក្នុងការធ្វើរឿងល្អក្នុងការធ្វើអំពើល្អនៅក្នុងសង្គមរបស់យើងព្រោះថាធម្មជាតិដែលបង្កើតយើងមកធម្មជាតិដែលបង្កើតអ្វីៗមកវាមាននៅច្បាប់សកលមួយគឺខាងណាច្រើនខាងនឹងឈ្នះយើងលើកឧទាហរណ៍ដូចជាដើមឈើនៅក្នុងព្រៃដើមឈើធំមានច្រើននៅពេលដែលកូនរុក្ខជាតិតូចដោះចេញមក
វាត្រូវតែចាញ់ដើមឈើធំដើម្បីឲ្យឈ្នះដើមឈើធំវាត្រូវតែបបួលគ្នាប្រឹងលូតលាស់ឲ្យបានខ្ពស់ដើម្បីស្រូបយកព្រះអាទិត្យធ្វើជាអាហារគឺធ្វើរស្មីសញ្ជោគដូច្នេះរឿងរ៉ាវនៅក្នុងសង្គមយើងក៏ដូចគ្នាកាលណាបើសិនជាមនុស្សល្អទាំងឡាយដែលគាត់ខ្លាចទៅជាមនុស្សល្អហើយប៉ុន្តែគាត់មិនចេញមកជួយចេញមករួបរวมសាមគ្គីជាមួយនឹងមនុស្សល្អដទៃទេដើម្បីបានជាកម្លាំងដ៏ខ្លាំងនៅក្នុងការផ្សព្វផ្សាយពង្រីកនៅអំពើល្អរបស់យើងទេច្បាស់ណាស់ថាយើងត្រូវតែចាញ់អំពើអាក្រក់ព្រោះអីវាជាច្បាប់សកលចឹងហ្មងកាលណាខាងណាមានច្រើនជាងខាងនោះត្រូវតែឈ្នះមិនមែនថាអូយើងធ្វើទៅធ្វើល្អទៅគង់តែថ្ងៃណាមួយទេវតាមានភ្នែកអត់ទេទេវតាក៏គេរវល់រឿងផុសគេដែរញាតិញោមណាទេវតាក៏រវល់រឿងផុសគេដែរព្រោះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាជីវិតគឺជាទុក្ខហើយជីវិតកើតមកមានការទទួលខុសត្រូវច្រើនណាស់មានរឿងផ្សេងដែលត្រូវធ្វើច្រើនណាស់ដូចយើងជាដើមយើងរវល់តែចិញ្ចឹមជីវិតរបស់យើងស្ទើរតែគ្មានពេលទៅរវីរវល់ខ្វាយខ្វល់ជាមួយនឹងរឿងអ្នកដទៃហងបើសិនជាយើងមិនគិតដូច្នេះទេវតាក៏គេមានរឿងរ៉ាវធ្វើរបស់គេដែរកុំរំពឹងទៅដល់ទេវតាជួយនៅក្នុងការធ្វើរឿងល្អរបស់យើងអត់ទេគឺយើងត្រូវពឹងនិងត្រូវព្យាយាមធ្វើរឿងហ្នឹងដោយមានការចូលរួមគ្នាជាសាមគ្គីដូច្នេះហើយអាត្មាភាពចង់អំពាវនាវក៏ដូចជាប្រាប់ទៅមនុស្សទាំងអស់នៅក្នុងសង្គមកាលណាបើយើងសាមគ្គីរួបរวมគ្នាបានហើយគឺយើងអាចធ្វើរឿងរ៉ាវផ្សេងដែលធំបានដូចជាបញ្ហាលើកស្ទួយនៅសិលធម៌សង្គមនេះជាដើមក្រុមរបស់អាត្មាភាពមានចំនួនប្រមាណជិត100អង្គដូច្នេះអាត្មាភាពពិតជាមិនអាចធ្វើនៅរឿងលើកស្ទួយនៅសិលធម៌នេះគ្រប់សរសៃឈាមនៃប្រទេសរបស់យើងទេធំណាស់24ខេត្តក្រុងអាត្មាពិតជាមិនអាចធ្វើបានទេដូច្នេះទាមទារឲ្យការចូលរួមរបស់ញាតិញោមនៅពេលដែលញាតិញោមយល់ហើយយល់អំពីគុណធម៌យល់អំពីសិលធម៌ហើយយល់ថាជីវិតកើតមកដើម្បីធ្វើនៅរឿងរ៉ាវអ្វីមួយហើយដែលញាតិញោមសប្បាយនឹងពេញចិត្តនៅក្នុងរឿងនោះហើយសូមញាតិញោមរួបរวมសាមគ្គីនៅក្នុងតំបន់នោះនៅក្នុងភូមិនោះហើយធ្វើជាគំរូគេដើម្បីបង្ហាញគេនៅក្នុងរឿងរ៉ាវធ្វើនៅការលើកស្ទួយនៅសិលធម៌សង្គមដើម្បីឲ្យសង្គមរបស់យើងក្លាយទៅជាអរិយប្រទេសក្លាយទៅជាសង្គមដែលពោរពេញទៅដោយសុខដុមរមនានេះជាចំណាប់អារម្មណ៍របស់អាត្មាភាពមុនដំបូងទៅបញ្ហានៃការបណ្ដោះសិលធម៌សង្គមដែលចូលនៅក្នុងប្រធានបទរបស់អាត្មាភាពទាំងពីរព្រះអង្គបញ្ញកិរិយាវត្ថុទាំង10គឺសិលពោសូមចម្រើនពរនិងសូមជូននីតិដល់បងអ្នកសម្របសម្រួលវិញខ្ញុំប្រកាសណាសូមអរគុណច្រើនចំពោះការបកស្រាយចំណាប់អារម្មណ៍ដំបូងរបស់ព្រះអង្គឲ្យឃើញចំណុច3ដែលព្រះអង្គបានលើកមកជាសំខាន់ហ្នឹងគឺដើម្បីលើកកម្ពស់សិលធម៌លើកកម្ពស់សិលធម៌សង្គមដែលជាគោលដៅទី1គោលដៅទី2ក្នុងវត្ថុបំណងទាំង3របស់កម្មវិធីផលប្រយោជន៍នៃពធរបស់យើងហ្នឹងគឺជាចំណុចទី2អញ្ចឹងការលើកកម្ពស់សិលធម៌ហ្នឹងព្រះអង្គបានបង្ហាញនៅចំណុចគោលជា3គឺទី1ការធ្វើជាគំរូការធ្វើជាគំរូនេះមិនថាតែលោកគ្រូអ្នកគ្រូសូម្បីតែឪពុកម្ដាយផ្ទាល់ក៏ការជាគំរូនេះវាមានភាពសំខាន់ណាស់ពីព្រោះមនុស្សយើងដែលចង់ណែនាំឲ្យគេអនុវត្តអ្វីមួយបើសិនជាយើងធ្វើអត់ល្អទេប៉ុន្តែយើងចង់ឲ្យគេល្អអាហ្នឹងវាលំបាកនៅក្នុងការអនុវត្តតាមពីព្រោះគេឃើញយើងមិនល្អដល់ពេលយើងទៅណែនាំទោះបីពាក្យហ្នឹងវាជាពាក្យល្អប៉ុន្តែការអនុវត្តរបស់គេជាពិសេសអ្នកដែលយើងបង្រៀនហ្នឹងវាជាក្មេងទៅទៀតអញ្ចឹងក្មេងនោះវាពិបាកក្នុងការអនុវត្តទៅតាមយើងណាហ្នឹងភាពជាគំរូហើយទី2ការបណ្ដោះគុណធម៌ហ្នឹងព្រះអង្គបានលើកឡើងពីចំណុចទាំង3ដែរគឺទី1សុជីវធម៌ទី2គុណធម៌ហើយនិងទី3សិលធម៌នេះវាជាជំហានឬថាជាជណ្ដើរបន្តបន្ទាប់គ្នារវាងសុជីវធម៌គុណធម៌ហើយនិងសិលធម៌គឺថាទី1សុជីវធម៌ព្រះអង្គបានតាមការបកស្រាយរបស់ព្រះអង្គថាវាជាសិល្បៈនៃការសម្ដែងមួយដែរហើយបើសិនជាសម្រាប់ជាទូទៅគេប្រើចំពោះក្មេងការបណ្ដោះសុជីវធម៌នេះនៅពេលដែលកុមារដែលមានវ័យក្មេងៗគ្នាមិនសូវមានការយល់ដឹងច្រើនគេបង្ហាញគេបង្ហាត់ឬថាឪពុកម្ដាយឬគ្រូលោកគ្រូអ្នកគ្រូបង្រៀនកូនក្មេងនោះឲ្យចេះសំពះឲ្យចេះជម្រាបសួរចាស់ដល់ពេលក្មេងនោះមានបែបបត់ហើយដំបូងភាគច្រើនបើសិនជាយើងបង្រៀនពីការសំពះឲ្យចេះអរគុណឲ្យចេះសំពះអញ្ចឹងយើងប្រាប់អញ្ចឹងក្មេងនឹងជួបព្រឹត្តិការណ៍នឹង10ដងជួនកាលអាចធ្វើបានតែម្ដងឬ2ដងទេប៉ុន្តែទម្លាប់ដែលធ្វើជាញយទៅវាធ្វើឲ្យក្មេងនោះមានទម្លាប់រហូតដល់ក្មេងនឹងវាដោះនៅអគុណធម៌នឹងនៅក្នុងចិត្តរហូតដល់ពេលក្រោយក្មេងនឹងដោះចេញជាសិលធម៌នៅខាងក្នុងខ្លួនតែម្ដងហើយចំណុចមួយទៀតនៅក្នុងចំណុចទី2ហ្នឹងគឺការចូលរួមវាជារឿងសំខាន់ដែរបើសិនជាសង្គមមួយគ្មានការចូលរួមពីមនុស្សទាំងអស់ឬថាគ្មានការចូលរួមពីប្រជាពលរដ្ឋទេសង្គមហ្នឹងក៏មិនអាចអភិវឌ្ឍមិនអាចរីកចម្រើនបានដែរ
អញ្ចឹងការបកស្រាយរបស់ខ្ញុំជាបន្ថែមទៅលើបដិជគុណហើយមានប៉ុណ្ណឹងហើយជាបន្តទៅនេះខ្ញុំបកណាចង់ប្រកេននាទីនេះទៅបដិជគុណអភិខេប៉ោខមលឿមដើម្បីឲ្យព្រះអង្គជួយបន្ថែមប៉ុន្តែមុននឹងប្រកេននាទីទៅព្រះអង្គខ្ញុំបកណាខ្ញុំបាទសូមជម្រាបថាបើសិនជាប្រធេរានុធេរៈគ្រប់ព្រះអង្គឬក៏បងប្អូនប្រិយមិត្តទាំងអស់មានបំណងចង់ចូលរួមនៅក្នុងកម្មវិធីរបស់យើងមានជាសំណួរឬក៏ចង់បកស្រាយនៅប្រធានបទនេះអាចតាក់ទងអាចខលចូលតាមរយៈប្រព័ន្ធទូរស័ព្ទ3ខ្សែគឺខ្សែទី1ដែលមានលេខ099 998 108ខ្សែទី2 023 67 98 108ខ្សែទី3 010 221និង108ហើយជាបន្តទៅនេះខ្ញុំបកណាសូមប្រកេននាទីទៅបដិជគុណខមលឿមដើម្បីព្រះអង្គមានចំណាប់អារម្មណ៍ជាបន្តសូមនិមន្តថ្មសូមមិនធ្វើការបកស្រាយឬចូលរួមអីទេដោយសារមានប្រិយមិត្តយើងចូលរួមអញ្ចឹងបកគលកម្មវិធីឲ្យទៅបងអូនអ្នកសម្របសម្រួលវិញណាដោយសារមានការខលចូលមកហើយដូច្នេះខ្ញុំបកណាខ្ញុំបាទសូមទទួលខ្សែទីទូរស័ព្ទសិនហៅឡូសូមជម្រាបសួរសូមជម្រាបសួរលោកគ្រូបាទសូមជម្រាបសួរបងអូនតើបងអូនខលចេញពីម្ដុំណាហើយអាចជម្រាបឈ្មោះឲ្យប្រិយមិត្តយើងបានដឹងកដាលស្ទឹងបាទហើយនៅក្នុងរាត្រីនេះតើបងអូនមានចំណាប់អារម្មណ៍ឬក៏មានសំណួរអីដើម្បីសាកសួរទៅប្រគុណម្ចាស់ទេសូមអញ្ជើញបងខ្ញុំកណាចង់ដឹងថាថ្ងៃមុនខ្ញុំកណាសូមក្រាបថ្វាយបង្គំព្រះអង្គទាំងពីរព្រះអង្គនោះឲ្យបកស្រាយពីសំសាលនោះមិនមែនសំសាលវត្តទេកូនចាស់សំសាលនៅផ្ទះតើយកហើយនឹងព្រឹកនោះដែលកូនហើយនឹងចង់ធ្វើជាកូនកតញ្ញូជួយឪពុកម្ដាយទៅសំសាលនោះជួយបានតែមេដាទេបីតាមិនអាចជួយបានគាត់គ្រាន់តែឮថាលោកទេហ្នឹងគាត់បែរទៅចូលបែរវិទ្យុទៅបទចម្រៀងវិញកូនចាស់ហើយនឹងចំណែកសាសនាគេមកថាឲ្យខ្ញុំចាស់ថាឥឡូវប្រិយមិត្តបានដាច់ទៅហើយដូច្នេះដេចគុណអាចមានការបកស្រាយអ្វីចំពោះចំណុចដែលបងស្រីបានលើកឡើងមិញទេគុណអរគុណហើយសម្រាប់ញោមដែលគាត់បានខលចូលមកពីស្រុកកដាលស្ទឹងណាហើយសំណួរហ្នឹងគាត់បានសួរមកម្ដងហើយគុណម្ចាស់ខាងបងអូនវិធីហ្នឹងក៏បានចូលរួមបកស្រាយរឿងតាក់ទងនឹងសំសិលហ្នឹងសូមអភ័យទោសឥឡូវទទួលប្រិយមិត្តមួយទៀតទៅចុះឥឡូវខ្ញុំបកណាខ្ញុំបាទសូមទទួលខ្សែទូរស័ព្ទមួយទៀតសិនចាំបកស្រាយសំណួរទាំងអស់ស្រាប់ជម្រាបសួរហៅឡូសូមជម្រាបសួរបងស្រីតើបងអូនទូរស័ព្ទចេញពីម្ដុំណាហើយអាចជម្រាបឈ្មោះដល់កម្មវិធីយើងបានទេសួរសំណួរខ្ញុំសូមកាត់ផ្សាយកំគុំលោកម្ចាស់គូនៅក្រុមបន្ទុកផ្សាយទាំងពីព្រះអង្គផងបងប្រុសបាទបងស្រីតើអាចជម្រាបឈ្មោះសិនបានទេជម្រាបឈ្មោះនិងអាសយដ្ឋានខ្ញុំខលពីស្ទើរមិនជ័យទៅបាសិកាវណ្ណាបងប្រុសបាទអរគុណអ្នកបងសូមប្រកាសសំណួរទៅលោកម្ចាស់ថាតើការដាច់ត្រៃសនៈតើការដាច់ត្រៃសារណគមនឹងមានប្រមាណយ៉ាងមានហេតុអ្វីខ្លះលោកម្ចាស់កណាសូមអរគុណច្រើនសូមលោកម្ចាស់ខកស្រាយកណាបាននិយាយផងសូមក្រាបថ្វាយបង្គំនេះនឹងជម្រាបលាលោកម្ចាស់បងចម្រើនបងហៅឡូសូមជម្រាបសួរលោកជាសុបងប្រុសគុណម្ចាស់ទាំងពីរផងអរបាទថ្វាយបង្គំកាលណាកាន់មកគុណចាស់ហ្នឹងកណាខ្ញុំបកសូមក្រាបថ្វាយបង្គំបាទដំបងសុំទោសបងស្រីតើបងអាចជម្រាបឈ្មោះហើយនឹងប្រាប់ទីកន្លែងដែលទូរស័ព្ទចេញមកផងបានទេសោភ័ណ្ឌខំមកពីព្រែកលៀបបងប្រុសបាទសោភ័ណ្ឌឈ្មោះមកពីព្រែកលៀបឥឡូវតើបងមានសំណួរឬក៏មានបញ្ហាអីចង់ចូលរួមអាចខ្ញុំមានសំណួរខ្ញុំចង់សួរថាតើសិលធម៌គុណធម៌ហើយនឹងសុជីវធម៌ហ្នឹងមានភាពខុសគ្នាយ៉ាងម៉េចដែរពាក្យ3ហ្នឹងបាទហើយមានអីទៀតទេបងមានសំណួរបន្ថែមទេបងបើសិនជាខ្ញុំមានចម្ងល់ឆ្ងល់អីទៀតខ្ញុំនឹងខលទៅម្ដងទៀតអរគុណបងអ្នកលានបាទសូមជម្រាបលាហើយឥឡូវបងស្រីបានសួរសំណួរមិញដែលគុណម្ចាស់បានស្ដាប់បានដឹងហើយមិញបងសួរថា
ពីពាក្យខុសគ្នារវាងសុជីវធម៌សិលធម៌ អរគុណឥឡូវសូមអភ័យទោសពីប្រិយមិត្តចុះយើងនឹងឈប់ទទួលនៅប្រិយមិត្តប៉ុណ្ណឹងសិនដោយសារយើងមានសំណួរច្រើនហើយយើងក៏ត្រូវធ្វើការជជែកវែកញែកអំពីសិលនឹងហើយនឹងនៅសំណួរទាំងពីរម្សិលមិញទៀតបាទខ្ញុំបកគណៈអាត្មាភាពសូមធ្វើការបកស្រាយនៅសំណួរចំពោះបាសកាមកពីខាងស្រុកកណ្ដាលស្ទឹងមុនដោយសំណួរតេតងនឹងការសុំសិលរឿងយើងទាញអ្នកដតីនឹងផងរឿងទៅសុំខ្លួនឯងនឹងផងថាយើងអាចនៅសុំមួយថ្ងៃពីរដងបានក៏អត់ទៅសុំនឹងប្រទេសបានអត់ចាំបាច់ទៅវត្តនឹងបានអត់ថាមុននឹងថាមិនថាបានមិនបានយ៉ាងណាទេប៉ុន្តែអាត្មាចង់និយាយអំពីរឿងសិលបងត្រូវដឹងថាស្អីទៅជាតួសិលចេតនាហាងសៃឡាំងវិទ្យាមិភិក្ខវេមនាលភិក្ខុទាំងឡាយចេតនាជាតួសិលចេតនាជាតួសិលញោមធ្វើការកត់សម្គាល់បន្តិចមើលតើសិលនឹងជាស្អីវាចាកនៅទង្វើអាក្រក់គ្រប់បែបយ៉ាងនិយាយថាអញ្ចឹងចុះវាចាកទង្វើអាក្រក់គ្រប់បែបយ៉ាងហើយយើងនិយាយសិល5បានន័យថាវាចាកនៅទង្វើអាក្រក់5យ៉ាងហ្នឹងពេលដែលយើងមិនបាច់ទៅសុំណាយើងមិនធ្វើទង្វើ5យ៉ាងហ្នឹងណាបញ្ជាក់ថាយើងមានសិលហើយបញ្ជាក់ថាយើងមានសិលហើយមានការមិនសម្លាប់សត្វការមិនលួចទ្រព្យគេការមិនប្រព្រឹត្តខុសក្នុងសិលធម៌មានការប្រព្រឹត្តខុសទៅលើប្រពន្ធកូនអ្នកដតីជាដើមការមិននិយាយកុហកមិនបកប្រាស់មិនបកបញ្ឆោតមិនញុះញង់ហើយនឹងការមិនសេពនៅគ្រឿងញៀនញ៉ាមទាំងឡាយហ្នឹងគឺជាការជាប់នៅសិលហើយគឺជាការមានសិលហើយមិនមែនមានន័យថាទាល់តែយើងទៅសុំឬសុំរហូតហ្នឹងគឺជាប្រវេណីរបស់យើងដែលយើងទម្លាប់ធ្វើមកអញ្ចឹងរាល់ពេលយើងធ្វើបុណ្យទានអីអញ្ចឹងទៅមុននឹងចម្រើនព្រះបរិត្តមុននឹងនមស្ការបន្ទាប់នមស្ការហើយយើងតែងតែសមាទានសិលហ្នឹងនឹងសុំសិលហ្នឹងតាមពិតយើងមានហើយសិលហ្នឹងឲ្យតែយើងវាចាក់ហ្នឹងសំដៅលើចេតនាយើងតែប៉ុណ្្នឹងឯងបងខ្ញុំត្រូវធ្វើការកត់សម្គាល់ខ្លាំងទៅលើតួនៃសិលកុំរឿងកត់សម្គាល់ឬទីកន្លែងមិនមែនអាស្រ័យរឿងទីកន្លែងឬពេលវេលាទេគឺអាស្រ័យលើចេតនាដែលយើងធ្វើហ្នឹងអញ្ចឹងបានព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងសុណខតាំងសុមង្គលាំងនោះបុគ្គលទាំងឡាយដល់ពេលប្រព្រឹត្តល្អដោយកាយវាចាហើយនឹងចិត្តពេលនោះជាពេលល្អបំផុតមកហ្នឹងហើយមួយទៀតតកតងនឹងកូនណាបត់មាន3យ៉ាងដែលថាចង់ដឹកនាំឪពុកម្ដាយនឹងឲ្យបានទៅសុំសិលផងបងហើយយើងមានបត់3ប្រភេទដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងនឹងមានអវចេតបត់អនុចេតបត់ហើយនិងអតិចេតបត់ដល់ពេលអតិចេតបត់នឹងគឺបត់ល្អបំផុតនឹងក្នុងតាក្រុមងុយក៏កើតមានការលើកឡើងសម្ដែងដែរវចេតបុត្រអនុចេតបុត្រល្អបំផុតសនុប្រាប្រព្រឹត្តការប្រសើរបើប្រអ្វីមិនចាំទេប៉ុន្តែមើលទៅនោះក៏មានដែរប៉ុន្តែចង់បញ្ជាក់រឿងដឹកនាំឪពុកម្ដាយនេះកូនដែលល្អបំផុតកូនដែលព្រះសម្មាសម្ពុទ្ធថាកូនដែលអាចសងគុណតបសំណងគុណរបស់ឪពុកម្ដាយបានគឺកូនដែលដឹកនាំឪពុកម្ដាយឲ្យធ្វើល្អនឹងហើយបងគឺបញ្យល់ឲ្យធ្វើល្អយើងមិនអាចទៅអូសទាញគេបានទេបើគេធ្វើក៏ធ្វើទៅបើមិនធ្វើក៏ឲ្យទៅសូម្បីតែព្រះសម្មាសម្ពុទ្ធក៏មិនអាចអូសទាញសត្វតនិកទាំងអស់បានដែរចាំបាច់និយាយអីអ្នកឆ្ងាយសូម្បីតែប្រសពពុទ្ធជាឪពុកក្មេកកាលពីនៅជាពុទ្ធសាសន៍នោះសូម្បីទេវទត្តជាបងថ្លៃនោះទៅអូសទាញមិនបានในចិត្តរបស់អ្នកតីទេព្រះសម្មាសម្ពុទ្ធទូលនាទីគឺបញ្យល់ប្រាប់ផ្លូវអ្នកទាំងអស់គ្នាដើរតែប៉ុណ្ណឹងបើអ្នកទាំងអស់គ្នាមិនចង់ដើរទេហើយទៅហ្នឹងហើយយើងក៏អញ្ចឹងដែរនៅពេលយើងប្រាប់យើងស្វែងយល់ណាមួយយើងនៅក្នុងសង្គមខ្មែរយើងចាស់នឹងចូលចិត្តអាងថាខ្លួនឯងចាស់ជាងអីជាដើមអញ្ចឹងទៅហែងទៅមិនឃើញពលឺថ្ងៃក្រោយអញហើយក៏មកចង់បដៅអញអីអញ្ចឹងទៅតែយើងនិយាយច្រើនទៅថាយើងនឹងនិយាយច្រើនទៅ
គាត់ធ្វើមិនបើគាត់ធ្វើបើគាត់ទៅអញ្ចឹងហើយនិយាយមិនស្ដាប់បើគាត់ថាគាត់ចាស់ជាងហើយបញ្ជាក់ថាគាត់នឹងមិនបានបើកចំហខួរក្បាលដើម្បីទទួលយកនៅទេសនៈនៅអ្វីដែលជាល្អជុំវិញនឹងទេតែគាត់តែមនុស្សម្នាក់ទទួលស្គាល់ថាខ្លួនឯងជាអ្នកចេះហើយបើនៅខួរក្បាលគឺលេងបើកហ្មងគឺបិទចោលកាលណាបិទចោលមិនអាចទទួលនៅសេចក្តីល្អរបស់អ្នកដទៃពីខាងក្រៅបានទេបងយើងអត់មានទៅធ្វើអីលើគាត់ទេបើគាត់ចង់ធ្វើអញ្ចឹងក៏ធ្វើទៅឧទាហរណ៍យើងនិយាយអំពីការប្រព្រឹត្តខុសនីមួយនៃសែលអញ្ចឹងគាត់ទៅស្ដាប់បទចម្រៀងស្ដាប់អីអញ្ចឹងទៅឬក៏គាត់ទៅកន្លែងជំនុំអីអញ្ចឹងទៅអានឹងជារឿងរបស់គាត់ហើយប៉ុន្តែរឿងសែលហ្នឹងមិនសំខាន់លើទីកន្លែងរឿងអីទេបានស្ការដែលចូលរួមនឹងអាចចង់សុំតែម្ដងក៏បានប៉ុន្តែយើងថាពាក្យថាសុំសែលញាតិញោមអាត្មាសង្ស័យអ្នកខ្លះយល់ច្រឡំថាទៅដល់នឹងសុំពីព្រះសង្ឃទៅព្រះសង្ឃឲ្យទើបមានសែលមិនហ្នឹងពាក្យថាឲ្យទៅលើវត្ថុមួយឲ្យទៅណាចឹងអាត្មាសុំចូលរួមបកស្រាយប៉ុណ្ណឹងឲ្យកម្មវិធីនេះទៅខាងបងអូនអ្នកសម្របសម្រួលទៀតបងឥឡូវខ្ញុំប្រកាសណាខ្ញុំបាទសូមទទួលខ្សែទូរស័ព្ទមួយខ្សែទៀតសិនមុននឹងប្រកេននាទីទៅគុណចាស់ជាបន្តឥឡូវសូមជម្រាបសួរបាទជម្រាបសួរខ្ញុំឈ្មោះសមេតហើយពីខាងខេត្តកណ្ដាលទៅកណ្ដាលសូមថ្លែងความគោរពគុណចាស់តបងចម្រើនបងខ្ញុំកណ្ដាលចង់ឲ្យគុណចាស់បញ្យល់ពាក្យថាសិលឲ្យបានច្បាស់បន្តិចពីព្រោះថាតើសិលហ្នឹងគឺជាមន្តអាគមឬមួយក៏យ៉ាងម៉េចឬមួយក៏សិលហ្នឹងគឺជាច្បាប់សម្រាប់បន្ទប់ឲ្យមនុស្សគោរពអីអញ្ចឹងសម្រាប់ឲ្យមនុស្សបប្រតិបត្តិអីអញ្ចឹងណាញោមអាត្មាសុំកាត់បន្តិចញោមបានស្ដាប់ថ្ងៃមុនអត់បានថ្ងៃមុនមិនបានតាមដានស្ដាប់អត់ខ្ញុំកណ្ដាលអត់បានស្ដាប់អញ្ចឹងជើញចុះព្រោះថ្ងៃមុនគឺយើងបាននិយាយថាសិលហ្នឹងមិនមែនមន្តអាគមទេប៉ុន្តែអីទេប្រគុណចាស់នឹងព្យាយាមបកស្រាយញោមជើញតទៀតចាបងកណ្ដាលពីព្រោះថាខ្លាចគេលួថាមានបងប្អូនពុទ្ធបរិស័ទទាំងខ្លះគាត់ចេះតែឆ្ងល់ពីពាក្យថាសិលហ្នឹងអញ្ចឹងចង់ឲ្យគុណចាស់ហ្នឹងបកស្រាយពីពាក្យថាសិលហ្នឹងឲ្យបានលម្អិតបន្តិចពីព្រោះថាដូចជាគុណចាស់មានសង្កេតការខាងដើមអញ្ចឹងដូចថាលោកយាយលោកតាពុទ្ធបរិស័ទយើងខ្លះហ្នឹងគាត់យកបាយយកអីទៅវត្តអញ្ចឹងទៅដល់ថ្ងៃសិលថ្ងៃអីអញ្ចឹងគាត់ជួបវត្តគាត់ថាគាត់ទៅសុំសិលហើយថ្ងៃហ្នឹងតែគាត់សុំបាយយកសឡឲ្យទៅប្រគេនព្រះសង្ឃអញ្ចឹងរួចហើយទីដល់ជាដូនតាឪពុកម្ដាយគាត់អញ្ចឹងរួចហើយគាត់មកវិញគាត់ថាសុំសិលហើយតើពុទ្ធបរិស័ទយើងដែលធ្វើដូចសពថ្ងៃអញ្ចឹងតើអានឹងវាហៅថាសុំសិលហើយទេដល់ពុទ្ធម្ចាស់ក្នុងបញ្ហាសូមមានយោបល់ប៉ុណ្ណឹងសូមក្រាបថ្វាយបង្គំលានិងសូមអរគុណសូមជម្រាបលាឥឡូវខ្ញុំប្រកាសណាខ្ញុំបាទសូមប្រកេននាទីនេះទៅបដិជគុណវត្តធម្មសេងវិធីសិនដើម្បីឲ្យព្រះអង្គបកស្រាយសំណួរហើយជាសំណួរនេះវាតកតងនឹងសំណួរស្តៀងនឹងសំណួររបស់បងស្រីសុភ័ណ្ឌហើយអញ្ចឹងសូមនិមន្តនេះបាទសូមជាថ្មីដែរចំពោះដល់ការផ្ដល់នីតិមកដល់អាត្មាភាពក្នុងការបកស្រាយនៅសំណួរដើម្បីនឹងបកស្រាយនៅសំណួរដែលញាតិញោមខលចូលសួរនៅក្នុងថ្ងៃនេះអាត្មាភាពសូមសងបំណុលចាស់ដែលចម្ពាក់គុណម្ចាស់ពីម្សិលមិញខលមកខាងពីខាងស្រុកមុខកំពូលដែលព្រះអង្គសួរអំពីទិដ្ឋិពីរយ៉ាងឧច្ឆេតទិដ្ឋិនិងសសតទិដ្ឋិក្រោយពីការបកស្រាយនៅសំណួររបស់គុណចាស់ហើយបើសិនជាសន្និទីអាត្មាភាពនឹងព្យាយាមបំពេញឬក៏បកស្រាយនៅសំណួររបស់ញាតិញោមឲ្យគ្រប់ព្រោះថាការបកស្រាយសំណួរអាត្មាភាពមិនព្យាយាមឆ្លើយឲ្យបានតែរួចទេគឺអាត្មាព្យាយាមបញ្យល់ឲ្យញាតិញោមយល់នៅថ្ងៃក្រោយញាតិញោមអាចនឹងយកនៅបញ្ញាទាំងអស់នេះទៅដោះស្រាយដោយខ្លួនឯងកុំញាតិញោមឆ្ងល់កន្លែងនេះញោមសួរមួយសាដល់ពេលថ្ងៃក្រោយមកញោមឆ្ងល់កន្លែងនោះញោមសួរមួយសាទៀតក្រោយមកទៀតញោមឆ្ងល់កន្លែងនោះទៀតញោមសួរមួយសាទៀតអញ្ចឹងពេញមួយជីវិតរបស់ញោមឥតមានទីពឹងខ្លួនឯងសោះគឺទីពឹងអ្នកដទៃរហូតអញ្ចឹងហើយអាត្មាភាពត្រូវតែបង្រៀនញោមឲ្យញោមមានភាពរឹងមាំឲ្យញោមមានបញ្ញាចេះអាកាត់នៅរឿងរ៉ាវបុណ្យបាបដោយខ្លួនឯងពោលចំពោះចម្លើយចំពោះសំណួររបស់បដិជគុណដែលខលមកពីម្សិលមិញព្រះអង្គសួរថាឧច្ឆេតទិដ្ឋិគឺសត្វស្លាប់ទៅ0ក៏ខុសសសតទិដ្ឋិសត្វស្លាប់ទៅកើតទៀតថាទៀងក៏ខុសតើហេតុអ្វីក៏ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ថាទិដ្ឋិទាំងពីរនេះវាខុសអញ្ចឹង
ជាដំបូងសូមកូនចាស់ក៏ដូចជាញាតិញោមទាំងអស់យល់ពាក្យថាទិដ្ឋិដែលប្រែមកជាភាសាខ្មែររឿងគឺការយល់ឃើញបាននៅក្នុងសង្គមឥណ្ឌានៅក្នុងសម័យដែលពុទ្ធកាលព្រះអង្គទ្រង់ត្រាស់នៅព្រះអង្គគង់នៅនោះគេប្រែថាទស្សនៈទិដ្ឋិគឺទស្សនៈអញ្ចឹងសូមញាតិញោមទាំងឡាយត្រឡប់ទៅមើលសង្គមឥណ្ឌាគឺជាសង្គមមួយដ៏ធំគឺជាប្រទេសមួយដ៏ធំដែលពោរពេញទៅដោយវប្បធម៌និងប្រពៃណីច្រើនអនេកហើយនៅក្នុងសម័យរបស់ព្រះអង្គនោះទៀតសោតគ្រូអាចារ្យគណៈអាចារ្យដទៃមានច្រើនណាស់សាសនាមានច្រើនណាស់ដូច្នេះគេចូលចិត្តជជែកវែងញែកទៅលើទស្សនៈរបស់ក្រុមគេដោយគេប្រជុំគ្នាមកដោយគេហៅថាសភាប្រជុំសភាហ្នឹងគ្រូអាចារ្យមួយគេលើកនៅទស្សនៈរបស់គេលទ្ធិរបស់គេលើកយកមកពោលយកមកសរសើរហើយដៃគូមកខាងទៀតគេលើកយកមកទិដ្ឋិរបស់គេគឺទស្សនៈហ្នឹងលទ្ធិរបស់គេហ្នឹងយកមកសរសើរហើយគេដេញដោលវែកញែកគ្នានៅពេលដែលខាងគេចាញ់គេស៊ូទៅតល់ហៅចម្លើយឆ្លើយនឹងគេអត់មានដូច្នេះត្រូវតែប្រកាសខ្លួនសុំចោះចាញ់ហើយសុំចោះចូលជាមួយនឹងក្រុមម្ខាងទៀតដែលមានបញ្ញាឆ្លៀសវៃជាងអញ្ចឹងទៅនេះគឺជាការប្រកួតប្រជែងខាងទិដ្ឋិនៅក្នុងសង្គមឥណ្ឌាដែលព្រះសម្មាសម្ពុទ្ធគង់នៅដល់ពេលព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់ដឹងនៅសច្ចធម៌បានដឹងច្បាស់នៅរឿងរ៉ាវរបស់ពិភពលោករបស់ច្បាប់នៃធម្មជាតិព្រះអង្គចេញមកបង្រៀនដោយនៅក្នុងគណៈគ្រូអាចារ្យដទៃដែរប៉ុន្តែព្រះអង្គមិនបង្រៀនទិដ្ឋិដោយទៅនឹងអាចារ្យគ្រូអាចារ្យឬក៏មេសាសនាដទៃនៅក្នុងសង្គមឥណ្ឌានោះទេប៉ុន្តែព្រះអង្គបានប្រើពាក្យមួយនៅក្នុងអថង្គិកមៈទាំង8គឺសមាទិដ្ឋិព្រះអង្គបង្រៀនសមាទិដ្ឋិដើម្បីមនុស្សបាននៅសមាទិដ្ឋិលុះត្រាតែមនុស្សពិសោធន៍នៅអ្វីទាំងអស់ដែលខ្លួនបានដឹងដែលខ្លួនបានឃើញពិសោធន៍ឲ្យឃើញច្បាស់ឲ្យយល់ច្បាស់នៅក្នុងក្របខ័ណ្ឌនៃកាយលោកកៈហ្នឹងគឺកាយរាងកាយរបស់យើងហ្នឹងដូច្នេះឲ្យពិសោធន៍ឃើញច្បាស់នៅទិដ្ឋិនោះខ្លួនឯងមិនមែនជាទិដ្ឋិដែលឮដោយបានមកពីអ្នកដទៃដោយជាគ្រូនេះមិនជាគ្រូនោះពុំមែនទិដ្ឋិដូច្នោះទេហើយចំពោះការប្រកាន់ទៅលើទស្សនៈជាឧច្ឆេតទិដ្ឋិសត្វស្លាប់ទៅសូន្យការប្រកាន់ទៅលើសសតទិដ្ឋិសត្វស្លាប់ទៅទៀងតែងតែកើតទៀតដូច្នោះឯងវាជាបញ្ហាមួយនៅក្នុងបញ្ហាទិដ្ឋិជាច្រើនដែលព្រះសម្មាសម្ពុទ្ធព្រះអង្គបានសម្ដែងនៅក្នុងប្រមជ្ឈិលសូត្រមានទិដ្ឋិរហូតដល់ទៅជាង60ឯណោះដូច្នេះសមាទិដ្ឋិវាជាផ្លូវមួយដ៏ចង្អៀតនៅក្នុងការទទួលបាននៅសមាទិដ្ឋិដូចជាអាត្មាកំពុងសម្ដែងនិងបញ្យល់បកស្រាយជាដើមសូមញាតិញោមទាំងអស់ប្រគុណចាស់កំអស់កុំតន់ជឿហើយទទួលយកនៅអ្វីដែលអាត្មាភាពបានបកស្រាយប៉ុន្តែសូមចងចាំវាទុកហើយទៅពិសោធន៍ឲ្យឃើញច្បាស់នៅក្នុងខ្លួនរបស់ឯងនៅក្នុងខ្លួនរបស់បកណាផ្ទាល់របស់ញាតិញោមផ្ទាល់ហើយទទួលយកដល់ខ្លួនឯងចោះមិនទទួលយកក៏ហីចោះវាឥតមាននរណាបង្ខំទេចំពោះការបកស្រាយទៅលើឧច្ឆេតទិដ្ឋិនេះសត្វស្លាប់ទៅសូន្យគ្រូអាចារ្យទាំងអស់គេថាសត្វស្លាប់ទៅសូន្យព្រោះអីគេថាមនុស្សមានព្រលឹងទេព្រោះអីខ្ញុំឃើញមនុស្សស្លាប់ទៅឥតមានមនុស្សណាងើបមកប្រាប់ថាខ្ញុំកើតជានេះខ្ញុំកើតជានោះឥតមានមកបញ្យល់សពខ្ញុំកើតជាគោខ្ញុំកើតជាក្របីខ្ញុំកើតជាទេវតាខ្ញុំកើតជាកូនអ្នកនេះកូននោះនៅពេលដែលគេអត់ឃើញបែបនោះហើយទើបគេប្រកាន់ថាជាឧច្ឆេតទិដ្ឋិមនុស្សស្លាប់ទៅសូន្យតែម្ដងឥតមានអ្វីទៅកើតទៀតទេទី2សសតទិដ្ឋិសត្វស្លាប់ទៅកើតទៀតឧទាហរណ៍កើតទៀតថាម៉េចយើងកើតជាមនុស្សស្លាប់ទៅកើតទៅជាមនុស្សទៀតគោស្លាប់ទៅកើតជាគោទៀតឆ្កែស្លាប់ទៅកើតជាឆ្កែទៀតត្រីស្លាប់ទៅកើតជាត្រីទៀតគឺវាទៀងអញ្ចឹងទៀងថាកើតជាមនុស្សនឹងទៅជាមនុស្សកើតជាឆ្កែនឹងទៅជាឆ្កែនេះហើយគឺជាការប្រកាន់ខុសចោះចំណែកព្រះសម្មាសម្ពុទ្ធតើព្រះអង្គបង្រៀនដូចម្ដេចនឹងមានការឆ្លើយតបដូចម្ដេចចំពោះសត្វស្លាប់ទៅសូន្យក៏ខុសសត្វស្លាប់ទៅកើតទៀតក៏ខុសប្រកបណាស់ញាតិញោមទាំងឡាយចំពោះសំណួរនេះញាតិញោមត្រូវយល់អំពីពាក្យថាជីវិតជាមុនសិនថាតើជីវិតនេះវាជាអ្វីជីវិតគឺជាការផ្គុំឡើងនៃខណ្ឌ5គឺរូបវេទនាសញ្ញាសង្ខារនិងវិញ្ញាណការផ្គុំឡើងនៃខណ្ឌ5នេះហើយបង្កើតបាននៅជីវិតឥតមានអ្វីក្រៅអំពីខណ្ឌ5នេះទេខណ្ឌ5បង្កើតបានអាយតនៈទាំង6ភ្នែកច្រមុះអណ្ដាតកាយត្រចៀកហើយនិងចិត្តអាយតនៈទាំង6វាមានអារម្មណ៍របស់6របស់វាគឺរូបក្លិនរសសម្ផស្សនិងសម្លេងនិងគំនិតដូច្នេះនៅពេលដែល
ខណ្ឌ5គុំគ្នាឡើងហើយបង្កើតបានជាជីវិតបង្កើតបានទៅជាអាយតនៈខាងក្នុងទាំង6ដោយដែលអាត្មាភាពបានរាប់វិញនេះវាត្រូវនិងវាទទួលនៅអារម្មណ៍ទាំង6ទៅតាមទ្វារទាំង6របស់វានៅពេលនោះហើយសត្វក៏ចាប់ដើមប្រកាន់អញបានឮសំឡេងអញបានធំក្លិនអញបានឃើញរូបអញបានភ្លក់រសជាតិអញបានគិតគំនិតរបស់អញនៅពេលដែលមានការប្រកាន់នោះហើយខុសពីការប្រកាន់ថាមានអញជាប់រហូតមកប៉ុន្តែសួរថាសត្វមានអត់ប្រកាសណាស់ថាសត្វមានអាសាអីមានអាសាការប្រកាន់ប៉ុន្តែបើសិនជាយើងបដិបត្តិយើងនឹងយល់ថាគ្មានទេពាក្យថាអញគ្មានទេពាក្យថាអត្តាពាក្យថាបលឹងគឺអនត្តាដែលព្រះសម្មាសម្ពុទ្ធសម្ដែងនៅក្នុងច្បាប់3គឺត្រៃលក្ខណ៍នោះទុក្ខំអនិច្ចំនិងអនត្តានៅពេលដែលសត្វឬក៏បុគ្គលមានដោយការប្រកាន់អញ្ចឹងនៅពេលដែលវាស្លាប់បើសិនជាវាទៅទៀតគឺវាទៅទាំងអស់វាទៅទាំងរូបរាងកាយវាទៅទាំងអ្វីៗទាំងអស់ដែលយើងប្រកាន់តែអញប៉ុន្តែបើសិនជាវាមិនទៅទៀតទេគឺវានៅទាំងអស់ហេតុអីក៏ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ថាជាតិនេះតថាគតយកកំណើតជាការនៅជាព្រះពោធិសត្វជាដើមដូច្នេះបញ្ហាហ្នឹងរបៀបនៃការធ្វើជតិបដិសន្ធិរបស់សត្វគឺមិនមែនទៅដោយតែមនុស្សទាំងអស់នៅលើពិភពលោកយល់មនុស្សទាំងអស់នៅលើពិភពលោកឬក៏នៅក្នុងសង្គមខ្មែរយើងយល់ថាមានប្រលឹងយល់ថាមានអត្តាគឺមានអញមានតួអញទៅកើតទៀតប្រលឹងអាចហោះចេញពីខ្លួនបានហោះលើចុងឈើមើលគេដុតរូបរាងកាយមុននឹងគេហែទៅបូជានឹងចូលមករូបអ្នកនេះស្រែកយកមិនអោយគេកប់មិនអោយគេដុតទេក្តៅណាស់ហប់ណាស់គួរទុកអញចេះជាដើមរឿងហ្នឹងវាស្មុគស្មាញយ៉ាងខ្លាំងដល់តែញាតិញោមទៅពិសោធន៍ខ្លួនឯងទៅញាតិញោមយល់ពិបាកនឹងរកពាក្យណាដែលបញ្យល់ឲ្យញាតិញោមអាចនឹងយល់បានណាស់អាចនឹងពេញចិត្តបានណាស់ចំពោះរឿងអញនឹងមិនមានអញពិបាកនឹងខ្លាំងណាស់ដូច្នោះហើយបានជាព្រះសម្មាសម្ពុទ្ធអង្គត្រាស់ថាឧច្ឆេតទិដ្ឋិក៏ខុសសស្សតទិដ្ឋិក៏ខុសរបៀបនៃការទៅរបស់វាញាតិញោមត្រូវដឹងថាខណ្ឌ5អាយតនៈទាំង6វាត្រូវមានវិញ្ញាណទាំង6វិញ្ញាណនឹងភ្នែកវិញ្ញាណនឹងត្រចៀកវិញ្ញាណនឹងច្រមុះវិញ្ញាណនឹងអណ្ដាតវិញ្ញាណនឹងកាយនិងវិញ្ញាណនឹងចិត្តវិញ្ញាណទាំង5វិញ្ញាណរបស់ភ្នែកมันអាចស្ដាប់ឮបានទេប៉ុន្តែអាចមើលឃើញរូបបានវិញ្ញាណនៅត្រចៀកអាចស្ដាប់ឮបានប៉ុន្តែมันអាចធំក្លិនបានទេវិញ្ញាណនឹងច្រមុះអាចធំក្លិនបានប៉ុន្តែมันអាចភ្លក់រសជាតិបានទេដូច្នេះវិញ្ញាណនីមួយទាំង6វិញ្ញាណទាំង5ខាងដើមវានឹងរលត់ប៉ុន្តែវិញ្ញាណទី6គឺវិញ្ញាណរបស់ចិត្តវាមិនរលត់ទេហើយរចនាសម្ព័ន្ធនៃការបង្កើតបានជាចិត្តនេះហើយនៅក្នុងខណ្ឌ5នោះគឺទី1វិញ្ញាណសញ្ញាវេទនានិងសង្ខារគឺជាចេតនារបស់ចិត្តអញ្ចឹងបូកទាំងវិញ្ញាណរបស់ចិត្តបូកទាំងចេតនារបស់ចិត្តចេតនានេះហើយដែលបង្កើតបានជាទង្វើគឺកម្មជាកុសលជាអកុសលនិងជាអព្យាក្រឹតអញ្ចឹងដរាបណាដែលយើងនៅមានកម្មជាកុសលមានកម្មជាអកុសលមានកម្មជាអព្យាក្រឹតដរាបនោះការបន្តដំណើររបស់ការហូរទៅនៃជីវិតនៅតែមានប៉ុន្តែមិនមែនជាអញទេវាមានលក្ខណៈលម្អិតនិងជ្រាលជ្រៅបន្តិចត្រង់នេះដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងទៅកាន់ព្រាហ្មណ៍ម្នាក់ព្រះអង្គសម្ដែងថាជីវិតរបស់សត្វលោកប្រៀបដូចជាទឹកដែលហូរធ្លាក់មកពីកំពូលភ្នំទៅកាន់ទីទាបរាបស្មើហើយការហូររបស់ទឹកនោះឥតមានចន្លោះឥតមានខណៈណាដែលឈប់នៅមួយកន្លែងគឺហូរជាប់ទៅរហូតចំពោះការប្រៀបធៀបក៏ដូចជាព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់កន្លែងនេះវាធ្វើឲ្យយើងអាចគិតបានថាជីវិតរបស់យើងរាល់ថ្ងៃនេះដែលអាត្មាអាចនិយាយបានក្តីញាតិញោមអាចនិយាយបានក្តីណាការពិតទៅនៅក្នុងទីជម្រៅរបស់វាគឺវាកើតរលត់ស្លាប់កើតនិយាយញោមងាយយល់ទៅស្លាប់កើតរហូតឥតមានថាពេលណាវាឈប់ទេដោយដែលយើងយល់នោះទេថាថ្ងៃយើងមានជីវិតហើយពេលស្លាប់គឺយើងអស់ជីវិតឥតមានទេវាគ្រាន់តែបដូរនៅរូបរាងកាយតែប៉ុណ្ណោះប្រៀបដូចជាទឹកដែលហូរទៅឥតមានគណៈឥតមានចន្លោះអញ្ចឹងវាហូរជាប់រហូតដោយហេតុតែវាលឿនពេកដោយហេតុតែវាឥតមានគណៈណាដែលឈប់ទើបធ្វើឲ្យសត្វទាំងអស់មានការវង្វេងមិនដឹងថាជីវិតនេះមានការកើតរលត់សូម្បីតែយើងនៅរស់
ដូចជាអាត្មាភាពលើកឧទាហរណ៍មួយទៅចុះម្សិលមិញដែលញាតិញោមឮសំឡេងរបស់អាត្មាការពិតសំឡេងបែបនោះមិនមែនជាសំឡេងរបស់អាត្មាទេគឺវារលត់បាត់ទៅហើយអាត្មាគឺអាត្មាបច្ចុប្បន្នគឺបច្ចុប្បន្នឥតមានអាត្មាពីអនាគតឥតមានអាត្មាពីអតីតកាលទេហើយតើធម៌ហ្នឹងញាតិញោមអាចយល់បានអត់អាត្មាសម្ដែងអញ្ចឹងញាតិញោមអាចនឹងថាអាត្មាហ្នឹងផ្សាយផ្សាទេក៏ថាបានប៉ុន្តែរឿងពិតគឺវាអញ្ចឹងញោមនៅពេលដែលញាតិញោមពិសោធន៍និងយល់ធម៌ពណ៌ធម៌ត្រូវដល់ខ្លួនឯងញាតិញោមនឹងយល់ត្រង់កន្លែងនេះដល់ខ្លួនឯងក៏អាត្មាភាពផ្ដោតសំខាន់ទៅលើរឿងទិដ្ឋិទាំងពីរនេះឲ្យញាតិញោមយល់ថាជីវិតរបស់យើងគឺការរលត់គ្រប់វិនាទីគ្រប់ខណៈទាំងអស់ឥតមានពេលណាឈប់នឹងស្រាកស្រានទេប្រៀបដូចជាទឹកដែលហូរធ្លាក់ចុះមកពីលើភ្នំហូរទៅកាន់ទីទាបរាបស្មើឥតមានពេលឈប់នឹងត្រឡប់ក្រោយគឺវាហូររហូតនេះដំណើរនៃជីវិតចំពោះសំណួរដែលខ្ញុំកណាចំពោះចម្លើយដែលខ្ញុំកណាឆ្លើយជូនព្រះអង្គដែលខំមកពីខាងស្រុកមុខកំពូលពីម្សិលមិញខ្ញុំកណាមានតែប៉ុណ្ណេះបើសិនជាព្រះអង្គមិនទាន់ពេញចិត្តឬក៏ចូលចិត្តយ៉ាងណាសូមព្រះអង្គខចូលដើម្បីនឹងបន្ថែមឬក៏ឲ្យខ្ញុំកណាបកស្រាយបន្ថែមទៅទៀតហើយចូលមកដល់សំណួរក្នុងថ្ងៃនេះវិញម្ដងដែលញោមស្រីខមកដែលថ្ងៃមុននោះគាត់ខមកម្ដងហើយដែលអាត្មាភាពធ្វើការបកស្រាយទៅប៉ុន្តែពុំទាន់ត្រូវនៅចំណុចដែលគាត់ចង់បានពុំទាន់ពេញចិត្តហើយគាត់បានបន្ថែមនៅសំណួរថាគាត់បានសុំសិលហើយគាត់ចង់ធ្វើជាកូនកតញ្ញូចង់ដឹកនាំឪពុកម្ដាយឲ្យមានសិលមានធម៌មានអាជាដើមឲ្យចេះស្ដាប់លោកទេសនាជាដើមប៉ុន្តែជាអកុសលគាត់ប្រាប់បានតែមាតាបិតាប្រាប់មិនបានឬលោកទេសនាបែរវិជ្ជាចេញទាត់វិជ្ជាចោលក៏ថាបានដូច្នេះគាត់ក៏ចង់ធ្វើជាកូនកតញ្ញូញោមស្រីញោមត្រូវដឹងថាជីវិតរបស់មនុស្សអ្វីត្បិតតែគាត់ជាឪពុកយើងក្តីជាម្ដាយយើងក្តីជាបងក្តីជាប្អូនក្តីនឹងហើយដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាសត្វលោកមានកម្មជារបស់ខ្លួនការពីជាតិមុនមកឬក៏ការសន្សំរបស់គាត់តាំងពីតូចរហូតដល់គាត់ចាស់នេះការសន្សំរបស់គាត់ក៏សន្សំតែរឿងអកុសលច្រើនដូច្នេះរឿងកុសលគាត់ស្ដាប់មិនចូលទេប៉ុន្តែគាត់ជាឪពុករបស់យើងហើយយើងចង់ឲ្យគាត់ដើរផ្លូវល្អប៉ុន្តែយើងទាញគាត់មិនបានជាការពិតទៅយើងបានបំពេញតួនាទីរបស់យើងបាត់ទៅហើយកុំទោសមនោះនៅក្នុងនោះសូមញោមធ្វើចិត្តជាឧបេក្ខាកិច្ចការកូនបានធ្វើហើយប៉ុន្តែពុកទេដែលមិនបានបំពេញតួនាទីរបស់ពុកក្នុងនាមជាមនុស្សកើតមកជាមនុស្សពុកពេញចិត្តនៅរឿងរ៉ាវដែលជាអកុសលអញ្ចឹងដែលរឿងរ៉ាវមិនរកទៅសេចក្តីចម្រើនអញ្ចឹងប៉ុន្តែកូនមានការអាណិតការស្រឡាញ់ចំពោះពុកកូនចង់បញ្យល់ពុកឲ្យដើរលើផ្លូវល្អឲ្យចេះស្ដាប់ធម៌ស្ដាប់អាចឹងទៅប៉ុន្តែពុកមិនស្ដាប់នេះញោមបានបំពេញតួនាទីរបស់ញោមជាកូនកតញ្ញូហើយប៉ុន្តែបើសិនជាញោមបំពេញកូនជាកតញ្ញូហើយមិនមាននៅបញ្ញាមិនយល់ថាកូនកតញ្ញូហ្នឹងធ្វើរបៀបម៉េចដើម្បីកុំឲ្យទោសមនោះដល់ខ្លួនឯងនៅពេលដែលញោមស្រីប្រាប់ឪពុករបស់ខ្លួនឯងមិនបានហើយបែរក៏បែរមកជាទោសមនោះនៅពេលនោះឯងញាតិញោមការຕົកប៉ុន្តែញោមត្រូវដឹងថាឧបេក្ខាចិត្តសំខាន់ណាស់នៅក្នុងការងារធ្វើកិច្ចការងារហ្នឹងញោមគ្រាន់តែប្រាប់នៅក្នុងនាមជាកូនទៅហើយគាត់យ៉ាងណាក៏ជារឿងរបស់គាត់កុំទោសមនោះកុំសោកស្ដាយកុំជាប់ចម្ពាក់ជាមួយគាត់កាលណាញាតិញោមគាត់ចម្ពាក់ជាមួយគាត់ពេកញោមស្រីក៏ខុសដែរព្រោះអីព្រោះទោមនស្សចិត្តកើតឡើងទោមនស្សចិត្តធ្វើឲ្យយើងមិនពេញចិត្តទង្វើដែលយើងបានធ្វើឲ្យយើងមិនសប្បាយចិត្តនឹងលទ្ធផលដែលយើងបានធ្វើនេះជាការចូលរួមរបស់ខ្ញុំបកណាបន្ថែមទៅលើលោកបងបន្លឿមដែលឆ្លើយជូនញោមជាហោហែមកហើយចំពោះញោមឧបាសិកាដែលខំមកញោមស្រីសួរថាការដាច់ត្រៃសរណគមដោយហេតុម៉េចហើយមានប្រមាណយ៉ាងចំពោះសំណួរនេះអាត្មាភាពពិតជាមិនទាន់អាចបកស្រាយជូនញោមបានទេព្រោះអីការដាច់ត្រៃសរណគមនេះបើសិនជាយើងនិយាយទៅលើគម្ពីរនិងវិន័យវាមានការចែងផ្សេងប៉ុន្តែសម្រាប់ដួងចិត្តរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គទ្រង់គង់នៅកាលនោះអាត្មាភាពបានចាំនៅរឿងមួយដែលឧបល័យជាកូនសិស្សរបស់មហាវីរៈហ្នឹងគឺជាមេសាសនាអាចារ្យដែលញាតិញោមនិយាយថាអាចារ្យនោះគឺជាមេសាសនារបស់អាចារ្យបានបង្ហាត់បង្រៀននៅឧបល័យហ្នឹងឲ្យមកសួរដេញដោចំពោះព្រះសម្មាសម្ពុទ្ធថាច្បាស់ជាចាញ់ឧបល័យហើយឧបល័យហ្នឹងគឺជាកូនសិស្សដ៏ពូកែរបស់ព្រះមហាវីរៈនៅពេលដែលព្រះឧបល័យចូលមកកនឹងសួរទៅដល់ព្រះសម្មាសម្ពុទ្ធនៅបញ្ហាដែល
ព្រះមហាវីរៈបានបង្គាប់បញ្ជាឲ្យព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ដោះស្រាយនៅសំណួរនោះបានយ៉ាងល្អប្រពៃធ្វើឲ្យឧបល័យមានការជ្រះថ្លាមានសទ្ធានៅក្នុងព្រះសម្មាសម្ពុទ្ធជាម្ចាស់ហើយក៏ចង់ថ្វាយខ្លួនជាឧបាសកនៅក្នុងព្រះសម្មានៅក្នុងពុទ្ធសាសនានៅក្នុងការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធប៉ុន្តែព្រះសម្មាសម្ពុទ្ធបានបដិសេធថាតថាគតឥតមានបំណងចង់បានអ្នកមកក្នុងគណៈរបស់តថាគតទេអ្នកធ្វើបែបនោះគ្រូរបស់អ្នកឈឺចិត្តខ្លាំងណាស់ដូច្នេះសូមអ្នកត្រឡប់ទៅគ្រូរបស់អ្នកវិញហើយបដិបត្តិនៅគ្រូរបស់អ្នកចោះតថាគតគ្រាន់តែបង្រៀនមេរៀនរបស់អ្នកគ្រាន់តែបង្រៀនមេរៀនជាសច្ចភាពតែប៉ុណ្ណោះតថាគតមិនដែលចង់បំបែកអ្នកចេញពីគ្រូរបស់អ្នកទេប៉ុន្តែឧបល័យនៅតែទទូចទាមទារថាបបិទ្ធព្រះមហាសមណៈខ្ញុំបកណាពីមុនមកមិនដឹងនៅផុកហើយជាប់នៅផុកប្រឡាក់ខ្លួនប៉ុន្តែនៅពេលដែលខ្ញុំកណាដឹងនៅផុកជាប់នៅផុកប្រឡាក់ខ្លួនហើយបែរជាព្រះអង្គមិនទទួលខ្ញុំបកណាហើយរុញខ្ញុំបកណាឲ្យទៅជាប់ផុកទៀតវាពិតជាមិនសមសោះឡើយដូច្នោះឯងព្រះសម្មាសម្ពុទ្ធក៏ទទួលយកឧបល័យប៉ុន្តែព្រះអង្គមានលក្ខខណ្ឌមួយចំពោះឧបល័យនោះថាចូលអ្នកស្ថិតនៅជាសិស្សដ៏ល្អចំពោះព្រះមហាវីរៈហើយធ្វើការទំនុកបំរុងគ្រូដើមរបស់អ្នកផងញាតិញោមសាក់គិតទៅមើលបើត្រង់នេះបើសិនជានៅក្នុងវិន័យរបស់យើងនៅក្នុងការចែកនៅក្នុងគម្ពីរកាលណាបើយើងទទួលនៅការត្រៃសរណគមពីសាសនាដទៃវាដាច់ត្រៃសរណគមព្រះពុទ្ធពធព្រះសង្ឃប៉ុន្តែនៅពេលដែលអាត្មាបានអាននៅរឿងរ៉ាវមួយនឹងហើយអាត្មាបានពិចារណាទៅមកឃើញថាព្រះសម្មាសម្ពុទ្ធព្រះអង្គមិនចង់ឲ្យនរណាមកពឹងពាក់ព្រះអង្គឬក៏សូថាពុទ្ធាំងសរណង្កច្ឆាមិទេបដិបត្តិតែមេរៀនដែលព្រះសម្មាសម្ពុទ្ធបង្រៀនទៅបានហើយដូច្នេះដោយសារពេលវេលារបស់កម្មវិធីផលប្រយោជន៍នៃវធដល់ពេលវេលានឹងបញ្ចប់ហើយចំពោះសំណួររបស់បងអូនស្រីដែលខលមកពីខាងព្រែកលៀបទុកនៅថ្ងៃស្អែកនឹងឆ្លើយជូនបងអូនស្រីសូមបងអូនស្រីរងចាំស្ដាប់នៅថ្ងៃស្អែកជាបន្តនិងសូមជូននីតិដល់បងអ្នកសម្របសម្រួលវិញខ្ញុំបកណាសូមអរគុណច្រើនចំពោះការបកស្រាយចុងក្រោយរបស់បដិជគុណហើយដោយសារពេលវេលារបស់យើងខ្លីខ្ញុំសូមមិនទទួលទូរស័ព្ទពីប្រិយមិត្តជាបន្តទៅទៀតទេហើយសង្ឃឹមថានឹងបានជួបគ្នានៅថ្ងៃស្អែកជាថ្មីម្ដងទៀតទៅតាមពេលវេលានិងម៉ោងដដែលហើយនៅពេលនេះខ្ញុំបកណាខ្ញុំបានមកវាសនាជាអ្នកសម្របសម្រួលកម្មវិធីសូមក្រាបថ្វាយបង្គំលានិងសូមជម្រាបលាករណាគុណម្ចាស់និងញាតិមិត្តបងប្អូនទាំងអស់រងចាំស្ដាប់កម្មវិធីផលប្រយោជន៍នៃព្រះធម៌នាថ្ងៃស្អែកជាបន្តទៀតតាមពេលវេលានិងម៉ោងដដែលសូមឲ្យសេចក្តីសុខពិតប្រាកដសន្តិភាពពិតប្រាកដសុភមង្គលពិតប្រាកដនឹងកើតមានឡើងចំពោះអ្នកពិតប្រាកដដោយការបដិបត្តិដ៏ត្រឹមត្រូវតាមផ្លូវនៃព្រះធម៌ដែលបានសម្ដែងប្រាប់ដោយបុគ្គលត្រាស់ដឹងពេញបរិបូរណ៍គឺព្រះសម្មាសម្ពុទ្ធកុំបីអខានឡើយសូមអរព្រះគុណនិងអរគុណ